អ្នកដឹកនាំបើសិនជាគាត់មិនស្រឡាញ់ការរីកចម្រើនការអភិវឌ្ឍទេគឺគាត់មិនអាចមានឈ្មោះជាអ្នកដឹកនាំអស្ចារ្យអ្នកដឹកនាំដែលអាចបន្សល់មរតកឬក៏ស្នាដៃនៃភាពអស្ចារ្យទៅថ្ងៃក្រោយទេយើងបង្កើតកម្មវិធីនេះក៏ដើម្បីប្រជាជាតិរបស់យើងអាចក្លាយជាអ្នកដឹកនាំអាចក្លាយទៅជាមនុស្សដ៏អស្ចារ្យជាពិសេសយើងចង់ចូលរួមឲ្យមនុស្សជាតិស្រឡាញ់ភាពជាគ្រូស្រឡាញ់ភាពជាអ្នកដឹកនាំដើម្បីអភិវឌ្ឍនៃភាពអស្ចារ្យហ្នឹងគឺកាន់តែប្រសើរជាក្នុងនាមជាគ្រូក៏ត្រូវតែបន្តការអភិវឌ្ឍពីព្រោះគ្រូនឹងគឺជាអ្នកដែលបង្រៀនមនុស្សគ្រូគឺជាអ្នកចេះដឹងហើយចុះបើគ្រូមានការចេះដឹងមានកម្រិតគឺប្រកាសជាបង្រៀនមនុស្សមានកម្រិតដែរអញ្ចឹងដំណើរនៃការដែលអភិវឌ្ឍមនុស្សមានកម្រិតនេះវាមិនធំតែយើងរត់មិនតាន់បរិបទសកលលោកឬក៏ការប្រែប្រួលទេអាចបង្កើតឲ្យយើងដើរថយក្រោយឬក៏មានបញ្ហាផ្សេងទៅទៀតដូចគ្នាដែរសម្រាប់អ្នកដឹកនាំហេតុអីមិនត្រូវតែធ្វើការអភិវឌ្ឍបន្តពីព្រោះយើងដឹងហើយគឺការទទួលខុសត្រូវធំណាស់នៅពេលដែលយើងដឹកនាំកាន់តែធំគឺការទទួលខុសត្រូវកាន់តែច្រើនទទួលខុសត្រូវអីធំជាងគេគឺដោះស្រាយបញ្ហានិងបង្កើតភាពរុងរឿងចុះបើសិនជាគាត់ខ្សោយតើគាត់ទៅដោះស្រាយបញ្ហាយ៉ាងម៉េចចុះបើសិនជាគាត់នៅមិនបន្តអភិវឌ្ឍតើគាត់មានអីដែលសម្រាប់ទៅបង្កើនការអភិវឌ្ឍភាពរុងរឿងនឹងបានជាពិសេសតើតើនឹងកម្រិតនៃភាពជាអ្នកដឹកនាំម្នាក់គឺយើងដឹងហើយយើងចង់ឲ្យអ្នកដឹកនាំគឺស្រឡាញ់គ្រូគឺស្រឡាញ់ការចេះដឹងស្រឡាញ់ការរីកចម្រើនស្រឡាញ់ការបន្តការអភិវឌ្ឍឥតឈប់ឈរក៏ដូចជាគ្នាដែរតើតើនឹងគ្រូក៏ត្រូវតែស្រឡាញ់អ្នកដឹកនាំស្រឡាញ់ភាពជាអ្នកដឹកនាំដើម្បីបន្តអភិវឌ្ឍភាពរឹងមាំភាពទទួលខុសត្រូវបង្កើតស្នាដៃមរតកភាពអស្ចារ្យយើងដឹងហើយគ្រូម្នាក់អាចក្លាយទៅជាកម្រិតគ្រូលំដាប់ផែនដីគឺដូចជាប្រពុតអីក៏នៅជាបរមមកគ្រូលោកមិនត្រឹមតែអភិវឌ្ឍភាពជាគ្រូទេគាត់អភិវឌ្ឍភាពជាអ្នកដឹកនាំទៅបន្តមាននិរន្តរភាព2500ឆ្នាំជាងហើយគឺសឹងថាលោកបាត់ទៅហើយប៉ុន្តែប្រលឹងស្មារតីនៅតែបន្តអញ្ចឹងមានន័យថាទាំងគ្រូទាំងអ្នកដឹកនាំទាំងបងប្អូនជនរួមជាតិដែលនិយាយភាសាសាមញ្ញថាបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាមនុស្សគ្រប់គ្នាគឺសុទ្ធតែអាចក្លាយទៅជាអ្នកដឹកនាំធ្វើម៉េចមិនដំបូងគេឲ្យតែស្គាល់ពាក្យគ្រូដូចគ្នាដែរគ្រូមិនថាគាត់នៅទីតាំងណាទេគឺគាត់ត្រូវតែបន្តអភិវឌ្ឍភាពជាគ្រូនិងភាពជាអ្នកដឹកនាំបន្ថែមដើម្បីពង្រីកនៃភាពអស្ចារ្យជាគ្រូដូចគ្នាដែរអ្នកដឹកនាំបើសិនជាគាត់មិនស្រឡាញ់ការរីកចម្រើនការអភិវឌ្ឍទេគឺគាត់មិនអាចមានឈ្មោះជាអ្នកដឹកនាំអស្ចារ្យអ្នកដឹកនាំដែលអាចបន្សល់មរតកឬក៏ស្នាដៃនៃភាពអស្ចារ្យទៅថ្ងៃក្រោយទេអញ្ចឹងជាមនុស្សដ៏ល្អបំផុតគឺយើងចាប់ផ្ដើមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមានបញ្ហាអ្វីក៏ដោយយើងតែងនិយាយថាអត់ចេះមកពីអត់ចេះបានធ្វើវាមិនកើតអញ្ចឹងគ្រូគឺជាអ្នកដែលបង្ហាញភាពចេះនឹងដូចគ្នាដែរការអភិវឌ្ឍភាពជាគ្រូអភិវឌ្ឍភាពជាអ្នកដឹកនាំគឺជាដំណើរនៃការបន្តអភិវឌ្ឍឥតឈប់ឈរហើយជាពិសេសការកសាងភាពអស្ចារ្យនេះវាមិនមែនកើតឡើងដោយស្រួលទេបើអ្នកមិនព្យាយាមបន្តធ្វើការអភិវឌ្ឍទៅលើរឿងពាក់ព័ន្ធនឹងភាពជាគ្រូនិងភាពជាអ្នកដឹកនាំបន្តទេគឺខ្ញុំជឿថាពិបាកណាស់ដើម្បីអាចក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យគ្រូដ៏អស្ចារ្យឬក៏មនុស្សជាតិដ៏អស្ចារ្យដែលបានកើតជាមនុស្សហើយគាត់អាចវិវត្តទៅជាអ្វីគ្រប់យ៉ាងបាននោះ